បាទជម្រាបសួរបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាបាទជាបន្តទៀតជាមួយនឹងប្រភេទវីដេអូកំសាន្តឬក៏វីដេអូបាទចាប់សត្វផ្សេងៗបាទពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថាបន្តពីបាទមេឃភ្លៀងគឺថាភ្លៀងខ្លាំងមែនទែនកាលពី2-3ថ្ងៃមុននេះបងប្អូនណាបាទគឺថាភ្លៀងខ្លាំងហើយស្រូវស្រែរបស់បងប្អូនប្រជាពលរដ្ឋនឹងគឺថាទទួលបានទឹកភ្លៀងច្រើនមែនទែនហើយនេះនៅពេលដែលខ្ញុំបានដើរនៅពេលយប់គឺថាបាទសត្វកង្កែបក៏មានដែរបងប្អូនគឺថាត្បិតថាស្រូវនឹងវែងហើយក៏យើងអាចចាប់នៅសត្វកង្កែបបានដែរគឺថាកង្កែបអូបងប្អូនគឺថាក្នុងដើរត្រឹមតែប្រហែលបាទម៉ោងទេបាទត្រឹម1ម៉ោង2ម៉ោងទេគឺចាប់បានកង្កែបបាទ2-3ក្បាលដែរបាទហើយក៏មានក្តាមច្រើនដែរបងប្អូនហើយក្នុងនោះបាទក៏មានសត្វចង្រិតបាទច្រើនមែនទែនបងប្អូនគឺថាអ្នកភូមិគាត់បានធ្វើការដាក់សត្វចង្រិតណាបាទមានចង្រិតគេហៅចង្រិតបាយបាទចង្រិតបាយឬក៏ចង្រិតស្រែហ្នឹងគឺថាច្រើនមែនទែនបងប្អូនគឺថាត្រឹមតែម៉ោងបាទ8ជាងទេគឺថាបាទចង្រិតចូលឡើងពេញតែម្ដងបាទគឺថានេះនៅខាងក្រៅក៏មាននៅខាងក្នុងបាទកធុងរបស់គេនោះក៏មានដែរបាទគឺថាច្រើនមែនទែនបងប្អូនបាទត្រឹមតែម៉ោង8ជាងទេបាទបាទហើយមិនត្រឹមតែមានចង្រិតមានកង្កែបទេបាទក្តាមក៏មានសត្វពស់ក៏មានបាទសត្វក្តាមខ្យងអីក៏មានដែរបាទគឺថានៅពេលយប់ហ្នឹងគឺថាបន្ទាប់ពីមេឃភ្លៀងបាទមេឃភ្លៀងបាទខ្លាំងមួយមេអញ្ចឹងទៅមានទឹកកាត់នៅតាមស្រែបាទទឹកដក់នៅតាមស្រែច្រើនអញ្ចឹងទៅក៏មានបាទសត្វចង្រិតហ្នឹងវាបាទអត់អាចនៅក្នុងស្រែបានទេគឺថាវាចេញមកក្រៅបងប្អូននេះបាទគឺថាច្រើនមែនទែនឡើងខាប់តែម្ដងមានចង្រិតមានទាំងកូនកណ្ដូបបាទកូនកណ្ដូបអញ្ចឹងគឺថានេះបើយើងចិញ្ចឹមមាន់ណាបងប្អូនបាទយើងចិញ្ចឹមមាន់ចិញ្ចឹមទានឹងគឺថាត្រូវតែម្ដងបងប្អូនគឺថាទិញទៅ1គីឡូ2គីឡូទិញយកទៅឲ្យបាទមាន់ឲ្យទាស៊ីណាបាទគឺថាជាតិតែម្ដងហើយយើងចិញ្ចឹមមាន់ទាឆាប់ធំណានៅពេលដែលវាបានស៊ីចង្រិតស៊ីកណ្ដូបហ្នឹងណាបាទហើយមិនត្រឹមតែមាន់ទាទេបងប្អូនបាទសូម្បីតាបាទមនុស្សយើងក៏ហូបដែរចង្រិតហ្នឹងគឺថារសជាតិបាទឆ្ងាញ់បាទយកទៅបំពងបាទផ្សេងគឺថាមានរសជាតិឆ្ងាញ់មែនតើបាទនេះបងប្អូននេះឡើងច្រើនមែនតើបងប្អូនអើយបាទត្រឹមតែម៉ោង8ជាងទេបាទនៅខាងក្រៅក៏មាននៅអាកន្លែងពុតភ្លៀងនេះក៏មានបាទកន្លែងផ្សេងនៅឡាមកកាណូនេះបងប្អូននេះនៅតាមបាទភ្លើងដែលខ្ញុំបានឆ្លោះហ្នឹងគឺថាច្រើនមែនតើបាទនៅតាមផ្លូវគឺថាខ្ញុំបានដើរបាទត្រឹមបាទមិនបានថាមួយស្រែផងបងប្អូនណាបាទគឺថាមួយស្រែហ្នឹងគឺថាពេញដីតែម្ដងបាទនេះសត្វចង្រិតបងប្អូនបាទបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe Like និង Share បាទនៅ Channel បាទ SB Report ដែលជា Channel ថតនៅសត្វផ្សេងបាទនៅតាមស្រុកស្រែចម្ការក៏ដូចជានៅតាមតំបន់ផ្សេងនៅក្នុងប្រទេសកម្ពុជាបាទហើយក៏មានវីដេអូបកំសាន្តផ្សេងបាទចេញពី Channel SB Report ផងដែរបងប្អូនណាបាទបាទច្រើនមែនទែនបាទសាបូបាទចង្រិតចឹងទៅគឺថាបងប្អូនដែលគាត់យកទៅលក់ហ្នឹងគឺអាចបាទបាន1គីឡូបាទ5000ឬក៏4000តែបើសិនថារៀនក្របន្តិចទៅអាច1គីឡូ8000រៀលបាទអញ្ចឹងគឺថាវាច្រើនវាអញ្ចឹងគឺថាបាទច្រើនអញ្ចឹងគឺថាតម្លៃអាចទាបបាទត្រឹម1គីឡូ5000ឬក៏4000 3000អញ្ចឹងទៅបាទគឺថាច្រើននេះបន្ទាប់ពីបងប្អូនជាប្រវត្តិដែលគាត់បានធ្វើស្រែព្រោះស្រូវហើយហ្នឹងស្រូវបានវែងខ្ទង់ប្រហែលជាបាទមួយចង្អាមជាងបាទមួយចង្អាមជាង2ចង្អាមអីហ្នឹងគឺថាសត្វកដោបសត្វចង្រិតហ្នឹងវានៅស្រែប៉ុន្តែនៅពេលដែលត្រូវទឹកភ្លៀងច្រើនគឺវាអត់អាចនៅនឹងដីនៅនឹងស្រែបានទេបាទវាបាទចេញមកក្រៅបាទវារស់នៅតាមព្រៃអញ្ចឹងទៅឬក៏តាមរុនតាមអីតាមដំបូកអញ្ចឹងណាបាទអរគុណណាបាទជួបគ្នាជាបន្តទៀតផងដែរបងប្អូនបាទ